សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូរបស់ខ្ញុំសារជាថ្មីម្ដងទៀតអញ្ចឹងសម្រាប់វីដេអូមួយនេះដែរគឺខ្ញុំនឹងមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាជាមួយនឹងការប្រើប្រាស់ POS ឬក៏យើងហៅថា system សម្រាប់គ្រប់គ្រងការលក់ផ្សេងៗចឹងទៅអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាឲ្យប្រើប្រាស់ដោយឥតគិតថ្លៃចំពោះ system មួយនេះដែរគឺយើងប្រើជាមួយនឹង App Script សម្រាប់ App Script នេះគឺយើងអាចប្រើវាជាមួយនឹង Google Sheet បានដែល Google Sheet ហ្នឹងគឺវាមានមុខងារស្រដៀងទៅនឹង Excel ដែរអញ្ចឹងណាអញ្ចឹងយើងចូលមកដល់ក្នុងនេះគឺជាទម្រង់ដែលខ្ញុំបានធ្វើវាឡើងហើយនៅក្នុងនេះក៏វាមានមុខងារកំណត់ password admin password បុគ្គលិកដែរអញ្ចឹងនេះគឺជាផ្ទាំងរបស់ admin ណាអញ្ចឹងខ្ញុំចុចកន្លែងចាក់ចេញនេះខ្ញុំចូលទៅ user របស់បុគ្គលិកម្ដងអញ្ចឹងនេះគឺជា user របស់បុគ្គលិកគឺគាត់អត់មានអីទេគាត់មានតែផ្ទាំងសម្រាប់លក់អីវ៉ាន់មួយទេអញ្ចឹងសម្រាប់បុគ្គលិកគឺអត់មានមុខងារផ្សេងដូច admin ទេអញ្ចឹងយើងចូលទៅ user admin វិញគឺយើងមានផ្ទាំងកំណត់ចំណូលចំណាយសរុបលក់បានប្រមាណ invoice ប្រមាណវិក័យប័ត្រចុងក្រោយចឹងទៅឲ្យ stock ទំនិញយើងអាច upload រូបភាពយើងអាច scan ទំនិញចូលជាដើមអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលត្រូវការជាមួយនឹងការប្រើប្រាស់នៅ POS ឬក៏យើងហៅថា system មួយនេះគឺអាចចូលមកយកបាន free ដែលខ្ញុំមានដាក់ link នៅខាងក្រោមវីដេអូរបស់ខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច view link នៅខាងក្រោមវីដេអូរបស់ខ្ញុំទៅគឺនឹងឃើញជាមួយនឹង link សម្រាប់ចូលទៅ download ជាមួយនឹង code សម្រាប់យកមកដាក់ឲ្យចេញជាទម្រង់បែបនេះអញ្ចឹងដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលយូរយើងចូលហើយយើងធ្វើការបង្កើតថ្មីអញ្ចឹងត្រង់នេះនៅពេលដែលយើងចូលមកដល់ជាមួយនឹង Google Chrome ហើយអ្នកទាំងអស់គ្នាត្រូវចូលមកកន្លែងនេះកន្លែងអុច3ហ្នឹងណាគេហៅថា Google App អញ្ចឹងយើងចូលមកក្នុង sheet កន្លែងហ្នឹងអូខេបន្ទាប់ពីយើងចូលមកដល់កន្លែង sheet ហើយយើងយកពាក្យថា blank sheet នេះអូខេយើងយកកន្លែងហ្នឹងមកហើយបន្ទាប់មកទៀតយើងធ្វើការកំណត់ឈ្មោះវាទៅកន្លែងនេះណានេះកន្លែង untitled sheet ហ្នឹងយើងដាក់ POS ឬក៏អ្នកនរគ្នាដាក់អីក៏បានដែរអូខេបន្ទាប់មកទៀតយើងអ្នកនរគ្នានេះចូលកន្លែង extension ហើយយើងចូលកន្លែង extension ហ្នឹងមកហើយអ្នកនរគ្នាចុចកន្លែង app script អូខេអញ្ចឹងបន្ទាប់ពីចុច app script ហើយវានឹងចេញទម្រង់បែបហ្នឹងមកគឺអ្នកនរគ្នានឹងចេញកូដទទេបែបហ្នឹងមកណាវាអត់មានអីទាំងអស់អញ្ចឹងដើម្បីទៅយកកូដខ្ញុំបានដូចដែលខ្ញុំបានបង្ហាញទៅកាន់អ្នកទាំងអស់គ្នាពីដើមនៃវីដេអូហើយខ្ញុំក៏បានបញ្ជាក់ទៅកាន់អ្នកទាំងអស់គ្នាដែរដែលគ្រាន់តែធ្វើការចុច view link description របស់ខ្ញុំទៅនឹងឃើញកន្លែង download នៅកូដមួយហ្នឹងណាអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ថាកន្លែងនេះកន្លែង sheet ID ហ្នឹងកន្លែងនេះគឺយើងត្រូវទៅយក sheet ID របស់យើងមកនេះ sheet ហ្នឹងណា sheet មួយហ្នឹងហើយយើងធ្វើការចុច copy លេខកូដដែលវាមាននៅខាងលើនេះដែលនៅពេលដែលយើងចុចទៅវានឹង view bar code មកឲ្យយើងហើយនេះគឺជាលេខកូដរបស់យើងទាំងអស់ណាអញ្ចឹងនេះនៅកន្លែងដែលយើងត្រូវ copy គឺយើងយកកន្លែងមុខអក្សរ D មុខអក្សរ D ឲ្យ flash មួយហ្នឹងហើយយើងអូសមកដល់កន្លែង flash មួយទៀតបើយើង copy កន្លែងហ្នឹងមកយើងយកកូដរបស់យើងមកដាក់ចូលទីនេះនេះអ្នកគ្នា pass កូដ sheet របស់អ្នកនរគ្នាចូលមកហើយខ្ញុំសូមលុប sheet លេខនេះចោលវិញអូខេហើយតមកយើងចុចកន្លែងហ្នឹងគឺយើងរួចរាល់មួយហើយបន្ទាប់មកទៀតយើង add កន្លែងនេះ add file ថ្មីយើងឲ្យឈ្មោះវាទៅអូខេអញ្ចឹងកន្លែងហ្នឹងយើងត្រូវដាក់ឈ្មោះវាថា index.html អូខេអញ្ចឹងកន្លែងហ្នឹងយើងពុបបែបហ្នឹងដែរយើងទៅយកកូដដែលខ្ញុំបានរៀបចំទុកឲ្យអ្នកទាំងអស់គ្នាអូខេយើង copy កន្លែងហ្នឹងមកអូខេអញ្ចឹងយើង copy យើងយកមក paste មកបន្ទាប់ពី paste ហើយយើងឲ្យវាដើរសិនកន្លែងនេះយើងឲ្យឈ្មោះវាទៅយើងដាក់វាចំណាំអញ្ចឹងណាយើងដាក់ POS អីចឹងទៅបន្ទាប់មកយើងចុច run វាមួយសិនអូខេបន្ទាប់ពី run ហើយវានឹងចេញបែបហ្នឹងគឺបានន័យថាយើងដាក់អត់ទាន់បានទេយើងត្រូវមកចុចនេះ deploy វាមក deploy វាយើងចុច new deployment ហើយយើងចុចកន្លែង setting enable យើងយក app អូខេបន្ទាប់មកកន្លែងនេះយើងយក anyone ហើយយើងដាក់ឈ្មោះកន្លែងហ្នឹងដាក់មិនក៏បានដែរអូខេយើងចុច deploy វាមកទៀតយើងកន្លែងនេះយើង authorize access សិនអញ្ចឹងយើងត្រូវទៅ connect ជាមួយនឹង email របស់យើងសិនណាហ្នឹងហើយយើងចុច connect ជាមួយនឹង email របស់យើងសិនដើម្បីបើកមុខងារប្រើប្រាស់អញ្ចឹងយើងចុចកន្លែង advanced នេះមកហើយយើងចុចនេះ go to POS ហ្នឹងមកហើយបន្ទាប់មកទៀតយើងចុច continueអូខេអញ្ចឹងមុខងាររបស់យើងនឹងអាចដំណើរការបានហើយអូខេអញ្ចឹងយើងអាចនេះបន្ទាប់ពីវា generate ហើយវានឹងចេញ link website ឲ្យយើងចូលទៅប្រើប្រាស់អញ្ចឹងនៅពេលដែលយើងចូលមកវានឹងដំណើរការបែបហ្នឹងហើយមកដល់គឺវានឹងឲ្យយើងដាក់ password ដើម្បីចូលទៅកាន់មុខងារហ្នឹងតែម្ដងអញ្ចឹងបន្ទាប់ពីយើងវាយ password ហើយយើងចូលមកកន្លែងនេះ
ចូលកន្លែងប្រព័ន្ធហ្នឹងមកគឺយើងនឹងចូលទៅដល់កន្លែង system របស់យើងឬក៏ហៅ POS របស់យើងហ្នឹងអញ្ចឹងកន្លែង setting នេះគឺជាកន្លែងកំណត់បដូរ password ថ្មីបដូរ password បុគ្គលិកជាដើមអញ្ចឹងទៅហើយខាងលើនេះគឺជាកន្លែងបដូរភាសាណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់យល់ច្បាស់នៅចំណុចណាមួយដែលខ្ញុំបានរៀបរាប់ទាក់ទងជាមួយនឹង POS ឬក៏យើងហៅថាប្រព័ន្ធ system សម្រាប់គ្រប់គ្រងការលក់ហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការ comment សួរនៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយកុំភ្លេចជួយចុចចែករំលែកក៏ដូចជា share ឬក៏ comment នៅវីដេអូនេះនៅត្រង់ចំណុចខ្វះខាតណាមួយដែលអ្នកទាំងអស់គ្នាគិតថាខ្ញុំបង្ហាញទៅមិនទាន់បានក្បាស់ក្បាយខ្ញុំនឹងធ្វើការកែលម្អនៅពេលក្រោយសម្រាប់វីដេអូថ្មីបន្តទៀតហើយជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលទស្សនានៅវីដេអូមួយនេះ